ក្រៃលោកជាគ្រូពេទ្យហេតុអីមិនអាចមើលអ្នកជំងឺជាលោកទាំងពីរកុំបារម្ភយើងនឹងកោះប្រជុំអ្នកជំនាញទាំងអស់ពិនិត្យមើលម្ដងទៀតបាទអាហ្វុងកូនអត់ភ្ញាក់មើលម៉ាក់ទេអីពេលនេះកូនយ៉ាងម៉េចហើយបើខ្ញុំរៀបរៀងបងទី2គាត់មិនត្រូវម៉ាក់ជួលប្រៃបុកទេអ្នកទាំងអស់គ្នានេះគឺជាសាស្ត្រាចារ្យហួងមកពីសាកលវិទ្យាល័យវិទ្យាសាស្ត្រគាត់ជាអ្នកជំនាញផ្នែកវិទ្យាសាស្ត្រនៅហៃឆឹងសាស្ត្រាចារ្យហួងសូមពិនិត្យជួយសង្គ្រោះចៅរបស់ខ្ញុំផងណាលោកកុំបារម្ភពេលដែលខ្ញុំមកដល់ខ្ញុំបាននាំពីស្ថានភាពខ្លះហើយខ្ញុំនឹងព្យាបាលអស់ពីសមត្ថភាពសូមគេចេញបន្តិចខ្ញុំមិនដឹងថាគេកើតជំងឺអ្វីទេសូមពលលោករកអ្នកជំនាញផ្សេងចុះសាស្ត្រាចារ្យហុងខ្ញុំសូមបោះលោកសូមរកវិធីផ្សេងទៀតទៅសាស្ត្រាចារ្យដរាបណាជួយសង្គ្រោះចៅប្រុសរបស់ខ្ញុំបានតកូលសៀវនឹងតបស្នងយ៉ាងធំធេងគឺពួកឯងជាអ្នកបង្កបញ្ហាដង្កេងឯងចង់ធ្វើអីលើក្បាលបងទី2មានដង្កេងដង្កេងបើមិនមែនតែស្អាយប្រុសក៏មិននៅទីនេះដែរអាជាឯងគួរតែគិតឲ្យច្បាស់មុននឹងនិយាយពួកច្បាស់តែស្គាល់ផ្លូវត្រឡប់មកវិញហើយហេតុអីចាំមិនបង្កើតរឿងថាមានតាមដំផ្លូវធ្វើឲ្យប៉ាម៉ាក់មិនហ៊ានដើរតាមបើមិនចឹងទេបងប្រុសត្រូវមកជូនចុះពីលើភ្នំតាំងពីយូរហើយក៏មិនអាចជាពេលកាប់ជាបាល់ដែរគេចាប់តូចជួយទូមិនបានកុហកទេចាំនិយាយអ្នកណាជឿអីហេតុអីក៏មិនប្រាប់ជឿនឹងប្រាប់សៀមានតែដែលលឺនិយាយទូកូនអត់ខុសទេកុំស្ដាប់គេនិយាយតែក្តារអាជានិយាយត្រូវហើយបើមិនមែនតែសារទូអាហ្វុងមិនត្រូវពេទ្យបង្អាក់ការព្យាបាលទេពេលនេះឲ្យគេនៅអត់ទាន់ដឹងខ្លួនដូច្នេះពួកឯងឆាប់នាំទូចេញពីទីនេះទៅទូមិនទេទូអាចជួយសង្គ្រោះបងទី2បានពេទ្យក៏ព្យាបាលមិនបានដែរពឹងលើឯងព្យាបាលលើក្បាលបងទី2មានដង្កេងនាងតូចឯប្រាប់ពូមកដង្កូវដែលឯងបានឃើញមានរូបភាពយ៉ាងម៉េចដង្កូវតូចវែងកំពុងតែលូនលើក្បាលបងទី2ឬមួយជាប៉ារ៉ាស៊ីតសាស្ត្រាចារ្យរបួសនៅទីវាលបើសម្អាតមួយរបួសមិនបានស្អាតទាន់ពេលទេនឹងឆ្លងប៉ារ៉ាស៊ីតពិតមែនហើយប៉ុន្តែរោគសញ្ញានៃប៉ារ៉ាស៊ីតគឺឈឺចាប់អ្នកជំងឺសន្លប់មិនដឹងខ្លួនរោគសញ្ញាដូចជាមិនត្រូវទេទូប្រកាសជាឃើញតកៅពិតមែននៅលើក្បាលបងទី2មានដង្កូវកំពុងតែមានទូបានឃើញដង្កូវធំ5ក្បាលកំពុងខំវានៅខាងក្នុងសាស្ត្រាចារ្យបើពិតជាឆ្លងប៉ារ៉ាស៊ីតតើអាចសន្លប់មិនដឹងខ្លួនដែរទេមិនអាចទេយើងបានស្កេន MRI យ៉ាងពេញលេញហើយពិតជាមិនអាចមានទេអត់ទេឬទេមានប៉ារ៉ាស៊ីតអ្វីទាំងអស់សាស្ត្រាចារ្យហួរលោកកុំជឿពាក្យផ្ដេសដែលក្មេងព្រៃនោះនិយាយឲ្យសោះមែនហើយលោកសាស្ត្រាចារ្យសូមលោកកុំឲ្យការវិនិច្ឆ័យរបស់ក្មេងធ្វើឲ្យលោកវិនិច្ឆ័យខុសកូនប្រុសខ្ញុំទើបតែអាយុ15ឆ្នាំខ្ញុំសូមវល់លោកសូមលោកជួយគេផងប៉ារ៉ាស៊ីតបើមានរូបរាងដូចជាខ្សែហើយជាប់ទៅនឹងសរសៃប្រសាទពេលស្កេន MRI ប្រកាសជាអាចរកឃើញពិតមែនហើយប៉ារ៉ាស៊ីតដែលសង្កត់លើសរសៃខួរក្បាលក៏បណ្ដាលឲ្យសន្លប់លោកសាស្ត្រាចារ្យទោះជាមានរឿងបែបនេះតែគេនៅក្មេងមិនទាំងអាចមើលឃើញប៉ារ៉ាស៊ីតនៅក្នុងខួរក្បាលបានបែបហើយមិនក៏ได้ខ្លាំងជាង MRI ទៀតប៉ុន្តែស្ថានភាពដែលមានលទ្ធភាពបច្ចុប្បន្នណាសាស្ត្រាចារ្យហួងលោកសាក់លបងមើលទៅទោះជាព្យាបាលមិនជាត្រកូលសៀវក៏អរគុណលោកដែរលោកប៉ាបិទមាត់ឡខ្ញុំសាក់លបងមកនាងតូចឯងប្រាប់ពូមកឯងឃើញមានដង្កូវនៅត្រង់ណាអ្នកនៅទីនេះឡមើលចុះពួកលោកចេះតែជឿសម្ដីផ្ដេសផ្ដាស់របស់ទូតែណាទៅប៉ារ៉ាស៊ីតឯណាទៅពិតជាត្រូវទូនិយាយត្រូវមែនមានប៉ារ៉ាស៊ីតមែនអាហ្វុងកូនដឹងខ្លួនហើយម៉ាក់ពេលនេះកូននៅទីណា
ណា អាហ្វុងពេលនេះពួកយើងនៅមន្ទីរពេទ្យពេលនេះមានសុវត្ថិភាពហើយកុំបារម្ភហ៎លោកហកអរគុណលោកខ្លាំងណាស់ទាំងអស់នេះគួរតែអរគុណដល់នាងទុយម្នាក់នេះនាងរកឃើញប៉ារ៉ាស៊ីតតាន់ពេលមិនចឹងអ្នកជំងឺប្រកាសជាមានគ្រោះថ្នាក់ ទូបានជួយសង្គ្រោះជីវិតកូនពួកបងពីអស់កុំមួយម៉ាត់ក៏អត់មានដែរមែនទេ